ថ្ងៃនេះខ្ញុំនឹងសាររត់ក្រេបថាតើថ្ងៃនេះខ្ញុំរត់មួយជើងតើបានលុយទិញបាយហូបឬក៏អត់តោះតើមើលទាំងអស់គ្នាបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel Taxi for Family ឥឡូវនេះខ្ញុំបានទទួលការ booking មួយភ្ញៀវបាន booking នៅក្នុងផ្លូវកម្ពុជាក្រោមខ្ញុំនឹងជូនគាត់ទៅផ្លូវបឹងកក់បាទអញ្ចឹងទស្សនាទាំងអស់គ្នាបាទឥឡូវនេះខ្ញុំទទួលបានភ្ញៀវរួចហើយបាទខ្ញុំបានគាត់ក៏បានឡើងនៅលើឡានហើយដែរបាទឥឡូវនេះខ្ញុំចេញពីម្ដុំផ្លូវកម្ពុជាក្រោមបាទមកដល់ stop សធរមុខបាទខ្ញុំរងចាំគាត់បន្តិចដោយសារឥឡូវនេះយើង stop ខៀវហើយបាទបន្តដំណើរចេញទៅបាទហើយចរាចរណ៍នៅពេលនេះដែរគឺម៉ោង1បាទ7:01ហើយស្រួលជិះបាទចរាចរណ៍មិនសូវស្ទះប្រហែលទេបាទហើយស្ទះម្ដងផ្លូវកាត់ទទឹងមួយតិចដែរបាទខ្ញុំធ្វើដំណើរតាមផ្លូវកម្ពុជាក្រោមបាទចេញពីម្ដុំខាងសធរមុខមកបាទហើយចាំមើលតើតាមមកបងនឹងខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាថាតើបានប្រមាណបាទតើអាចរួចថ្លៃបាយមកពេលបានអត់បាទហើយបងនេះគឺជើងនេះបាទជាជើងបាទជើងខ្លីដែរបាទតែ2គីឡូ3គីឡូបាទចាំមើលបានលុយប្រមាណណានៅtrongវីដេអូខ្ញុំនឹងបង្ហាញទាំងលុយសរុបបាទថាខ្ញុំទទួលបានប្រមាណពេលទទួលបានការ booking ពី Grab មួយជើងបាទឥឡូវនេះខ្ញុំចេញមកដល់ផ្លូវកម្ពុជាក្រោមបាទដើម្បីចាក់ទៅតាមផ្លូវក្តាន2បាទម្ដុំ stop ហើយ stop បាក់ទូកហ្នឹងហ្មង stop បាក់ទូកមិនដឹងទេនេះបាទអត់ច្បាស់ដែរប៉ុន្តែចាំមើលបងប្អូនណាស្គាល់ខមមិនប្រាប់ផងបាទព្រោះផ្លូវម្ដុំហ្នឹងខ្ញុំលោកមុនវាមាន stop ណាន់ជីង stop អីណាច្រើនបាទឥឡូវខ្ញុំមិនសូវច្បាស់ដែរបាទឥឡូវនេះខ្ញុំរងចាំបាទនេះម្ដុំ stop បត់ឆ្វេងដើម្បីរងចាំបត់ឆ្វេងមកឡើងទៅតាមក្រសួងការពារជាតិក្តាន2ហ្នឹងបាទចាក់ទៅបង្កក់តែម្ដងបាទឥឡូវនេះ stop យើងខៀវហើយយើងអាចទៅបានហើយចរាចរណ៍បែបហ្នឹងបាទស្រួលជិះបាទពេលថ្ងៃស្រួលជិះអត់សូវស្ទះអត់ស្អីអីដូចពេលល្ងាចទេបាទហើយនេះខ្ញុំចាក់តាមផ្លូវហ្នឹងគេហៅផ្លូវខ្ញុំច្បាស់ដែរបាទបងប្អូនណាដឹងជួយខមមិនប្រាប់ផងបាទឥឡូវនេះខ្ញុំទៅដល់មុខខ្ញុំបត់ស្ដាំបាទបត់ស្ដាំដើម្បីឡើងទៅតាមក្តាន2វិញហើយបត់ចូលតាមផ្លូវបឹងកក់បាទដោយទីតាំងគាត់ត្រូវចុះនៅខុនដូខាងមុខហ្នឹងបាទខាងមុខដែលឈរបាទនៅចំពីមុខហ្នឹងតែម្ដងបាទឥឡូវនេះខ្ញុំបានទទួលការនេះហើយខ្ញុំជូនបងស្រីបាទមកដល់គោលដៅហើយខ្ញុំក៏បានគិតលុយបាទគិតលុយដូចជាអស់10000រៀលបាទប៉ុន្តែបងស្រីគាត់ឲ្យ tip បាទ2000រៀលទៀតវាបាន$3បាទគាត់បាញ់$3បាទខ្ញុំក៏បានអរគុណគាត់ហើយសប្បាយចិត្តមែនតើបាទភ្ញៀវក៏បានចុះទៅបាទខ្ញុំក៏បានចេញពីទីតាំងហ្នឹងតែម្ដងហើយនេះខ្ញុំនឹងបង្ហាញលទ្ធផលដែលខ្ញុំរត់តាមមួយជើងបានប្រមាណបាទនេះចំនួននេះគឺខ្ញុំរត់បាន9100រៀលបាទបន្ទាប់ពីកាត់ថ្លៃសេវា app ហើយបាទគឺយកពីភ្ញៀវបាន11000ជាងបាទប៉ុណ្ណឹងបាទមកបងបាន9000បាទ10000តាមចិត្តចាំថ្ងៃបាទអរគុណចំពោះតាមដានទស្សនាទាំងអស់គ្នាបាយបាយ